ដាំបន្លែខ្មែរគ្រប់មុខនៅក្បែរកន្លែងការងារហ្នឹងឥឡូវចូលដល់រដូវត្រជាក់ចាប់ផ្ដើមអាកាសធាតុត្រជាក់ចុងខែ10ហើយប៉ុន្តែព្រលឹមឡើងគឺត្រជាក់ដល់ពេលអញ្ចឹងហើយបញ្ញាប់បញ្ញាមកកាត់គល់លខីទុកក្នុងទូកកព្រោះអីបើយើងទុកអញ្ចឹងវាអាចកកចូលទឹកអត់កើតទេពួកខ្ញុំឲ្យតែពេលចូលរដូវក្តៅអញ្ចឹងគឺអត់ចំណាយលុយទិញបន្លែខ្មែរនៅមកទេដោយសារជុំវិញផ្ទះនេះមានគ្រប់មុខជីគល់លខីម្រះសណ្ដែកគួរគ្រប់មុខបើថានិយាយពីដីគេនឹងជីវជាតិណាដាំអីក៏បានផលដែរលោកមុនហ្នឹងបានកាត់គល់លខីធ្វើសម្លប្រហើរនំបញ្ចុកម្ដងស្លកកអញ្ចឹងឲ្យតែពេលចង់ស្លម្ហូបខ្មែរអញ្ចឹងគ្រឿងគឺអត់ចាំបាច់ទៅទិញលក្ខណៈថានៅម៉ាតអីទេចង់ស្លមកកាត់ភ្លាមដូចគល់លខីហ្នឹងចង់ស្លមកកាត់ភ្លាមឲ្យបានស្រស់ការដាំហ្នឹងយើងដាំតែមួយដើមទេតែដល់ពេលមានណាវាហិចគុំនេះមួយដើមគល់លខីនេះបានឡើងប៉ុណ្ណានៃនិយាយទៅខ្ញុំដាំអត់សូវច្រើនដែរនៅម្ដុំហ្នឹងដូចជា3 4គុំដែរប៉ុន្តែវារិចគុំទៅវារៀងបានច្រើនដែរឲ្យទៅដល់ថ្ងៃឈប់សម្រាកហ្នឹងគឺព្រលឹមឡើងឆ្ងាយក្នុងការគេងខ្ញុំគេងរហូតដល់ថ្ងៃនេះម៉ោង4ល្ងាចឯងបានចេញមកកាត់គល់លខីទុកដោយសារអាកាសធាតុឥឡូវវាត្រជាក់ប្រែប្រួលអង្គុយកាត់គល់លខីនេះខ្យល់ផងអីផងខឹកខត់នឹងចង់ផ្ដាសាយមិនទេកាត់គល់លខីដាក់ក្នុងទូកកហ្នឹងស្លឹកនេះវែងប៉ុន្តែគឺខ្ញុំអត់យកស្លឹកទេយើងយកទៅដើមវាព្រោះយើងដាក់ទូកកការដាំហ្នឹងដាំតែ3 4គុំទេតែដល់ពេលយើងបែកមេឃសាខាមកនេះរិចគុំឡើងប៉ុណ្ណានៃយើងស្លតែ2 3គុំនេះគឺល្មមចង់ស្លប្រហើរនំបញ្ចុកខ្មែរស្លដែលមានគ្រឿងនេះគ្រឿងឆាអីថ្មីនេះគឺអត់មានពិបាកចំណាយលុយទេមិនថាចាស់គាត់និយាយថាដល់ពើដៃផ្ទៃឆ្អែតមែននេះញ៉ាំរហូតបើម្រះវិញលោកមុនខ្ញុំបេះរៀងច្រើនដែរដាក់ក្នុងទូកកអញ្ចឹងពេលចង់ស្លអញ្ចឹងទៅយើងយកមកស្លឲ្យបានធម្មតាហើយដល់ពេលគល់លខីនេះដាំរៀងច្រើនដល់ពេលបានផលកាត់យកគល់ទៅយើងដាក់ក្នុងទូកកពេលចង់ស្លដូចជាស្ងោជ្រក់ស្ងោអីគ្រាន់តែយើងដាក់ដកវាចេញមកដំតិចយើងអាចស្លបានហើយពេលខ្លះអីកន្លែងការងារខ្លះគឺឆ្ងាយពីម៉ាតណាមិនមែនដូចនៅកន្លែងខ្ញុំវិញភាគច្រើនកន្លែងខ្ញុំរៀងទីប្រជុំជនដែរដល់ពេលចង់ទៅម៉ាតជិះកង់តែមួយផ្លាតតែសម្រាប់បងប្អូនខ្លះវិញគាត់នៅលើភ្នំគាត់នៅឆ្ងាយដល់តំបន់ដល់សញ្ញាអញ្ចឹងទៅបើសិនបើយើងមានបន្លែខ្មែរដាំគ្រប់មុខដាក់ក្នុងទូកកអីយើងអាចចំនួនក្នុងការយើងមិនចាំបាក់ទៅម៉ាតទេបើនិយាយពីបន្លែខ្មែរវិញគឺដាំគ្រប់មុខជីគល់លខីតឡាចបើតឡាចវិញហ្នឹងចូលដល់រដូវត្រជាក់អញ្ចឹងបើសិនបើយើងអត់បេះយកមកកាត់វាកងដាក់យើងចិត្តជាចំណិចទូចច្រាមូស្លម្ជូរស្ងោយក៏បានដែរដាក់ក្នុងទូកកគឺវាអត់ខូចទេហើយណាមួយពេលដែលយើងដាក់ក្នុងទូកកយើងប្រញាប់ញ៉ាំទៅក៏វាអត់អីដែរពេលមកធ្វើការនៅស្រុកគេមិនមែនត្រូវតែអីទិញត្រូវអីចំណាយអញ្ចឹងយើងអត់សល់លុយផ្ញើទៅស្រុកកំណើតទេជាពិសេសដោយពួកខ្ញុំមកធ្វើការនៅស្រុកគេនេះតកែគាត់ឲ្យចំហៀងនៅកន្លែងស្នាក់នៅអញ្ចឹងគាត់ឲ្យពួកខ្ញុំដាំបន្លែខ្មែរគ្រប់មុខទៅអញ្ចឹងចេះតែនាំគ្នាឆ្លៀតដាំទៅនេះបានឡើងមួយដៃធំទុកហូបអត់ប្របាក់ទៅទិញនៅម៉ាតទេវាចំណាយហើយយើងអាចហូបម្ហូបខ្មែរគ្រប់មុខយើងមានគ្រឿងទេសនេះគឺជាការសន្សំចៃរបស់យើងមួយយ៉ាងដែរដូចគល់លខីនេះការខ្ញុំដាំតែមួយដើមទេតែដល់ពេលយើងដាំមួយដើមវាហិចគុំនេះឥឡូវបានឡើងមួយដៃធំ